បាទលំអនកាយគ្រប់នឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំបាទមានវីដេអូបង្ហាញពុកម៉ែបងប្អូនប្រភេទហ្នឹងគឺជាប្រភេទកូនត្រាក់ទ័រឆ្នៃរបស់ស្នាដៃកូនខ្មែរយើងពុកម៉ែបងប្អូនប្រភេទនេះគឺយើងពពាក់ទៅដោយផាល4កង់ក្រៅបាទប្រភេទកង់ដែកបាទប្រភេទកង់ដែកហើយនឹងប៉ែលមុខបាទអានេះគឺកែច្នៃដោយស្នាដៃកូនខ្មែរយើងពុកម៉ែបងប្អូនបំពាក់ទៅដោយម៉ាស៊ីនកម្លាំង15សេសពុកម៉ែបងប្អូនប្រភេទហ្នឹងគឺប៉ងមួយទេបាទពុកម៉ែបងប្អូនបាទខាងអតិជនគាត់កំងប៉ងមួយបាទបើចង់បានប៉ង2គឺយើងដាក់ប៉ង2ឲ្យពុកម៉ែបងប្អូនប្រភេទនេះគឺយើងមានមកចប់ប្រភេទភ្លើងប្រភេទអីគឺមានមកឈុតបាទពុកម៉ែបងប្អូនមានពុកម៉ែបងប្អូនណាតម្រូវការអាចតាក់ទងមកសាកសួរបានឬក៏អាចកំងបានបាទតម្រូវការធ្វើស្រែធ្វើចការលក្ខណៈគ្រួសារគឺត្រូវហើយបាទក្នុងមួយថ្ងៃស៊ីមួយសុទ្ធអស់ត្រឹមតែ5ទៅ6លីត្រទេពុកម៉ែបងប្អូនយើងចំណេញបាទចំណាយតិចចំណេញច្រើនបាទពុកម៉ែបងប្អូនប្រភេទនេះគឺយើងបើកកម្របបាទបើកកម្របប្រភេទមាញ់គឺយើងធ្វើក្លុបពុកម៉ែបងប្អូនចង់បានក្លុបក៏បានចង់បានអត់មានកម្របក៏បានមានកម្របក៏បានពុកម៉ែបងប្អូននេះប្រភេទនេះគឺអត់កម្របបាទយើងមើលទៅវាវាលប៉ុន្តែវាស្រួលបាទស្រួលការលាងការអីដោះជូតអីវាស្រួលបាទពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនណាតម្រូវការបាទអាចតាក់ទងមកសាកសួរបានបាទតម្លៃគឺតាមម៉ាស៊ីនទេបាទពុកម៉ែបងប្អូនសិនល្អក៏ថ្លៃបើសិនកូនកាត់អីក៏ធូរថ្លៃតាមហ្នឹងពុកម៉ែបងប្អូនប្រភេទនេះគឺយើងពពាក់ក្បាលបូមពពាក់អីបាទពុកម៉ែបងប្អូនចង់យកកណ្រោបបាទតម្លៃផ្សេងបាទអត់ក្រោបហ្នឹងតម្លៃផ្សេងបាទពុកម៉ែបងប្អូនมันអាចគិតតម្លៃដូចគ្នាបានទេបាទគឺយើងធ្វើហ្នឹងគឺយើងត្រូវការថែមលុយបាទយើងចង់បានដបូលក៏បានអត់ដបូលក៏បានប្រភេទនេះគឺមានមួយឈុតបាទបងប្អូនមានក្បាលបូមមានក្បាលដេមានភ្លើងមួយឈុតហើយនឹងក្បាលបាញ់ថ្នាំក្បាលអីមួយឈុតទាំងអស់បងប្អូនប្រភេទនេះគឺជាឈុតបាទមានផាលអានោះកង់ដែកហើយនឹងប៉ែលខាងមុខបំពាក់ទៅដោយម៉ាស៊ីនយ៉ាន់ម៉ា15សេសបាទបងប្អូនបាទប្រភេទនេះគឺ15សេសយើងប្រើតាមយើងប្រើបាទបងប្អូនយើងប្រើដីផុកឬយើងដាក់កង់ដែកយើងប្រើដីគោកធម្មតាដីប្រភេទដីចកាបាញ់ថ្នាំបាញ់អីគឺយើងអត់ចាំបាច់ពពាក់កង់ដែកទេគឺយើងដាក់កង់កស៊ូក៏បានដែរពុកម៉ែបងប្អូនកង់កស៊ូវាគឺវង900វាខ្ពស់បាទពុកម៉ែបងប្អូនខ្ពស់ល្អប្រភេទហ្នឹងគឺយើងបំពាក់ដោយក្បាលបងក្បាលអីទាំងអស់បាទពុកម៉ែបងប្អូនជាកូតវាគឺយើងឆេមម៉ាស៊ីនជាកូតវាធូរបាទពុកម៉ែបងប្អូនមានប្រាំងមានអីប្រើស្រួលបួលបាទអត់អីទេបាទពុកម៉ែបងប្អូនចង់បានយើងពពាក់ឲ្យប្រភេទប៉ែលបាទចង់ប៉ែលបត់ឆ្វេងបត់ស្ដាំក៏បានហើយយើងយកប៉ែលត្រង់អញ្ចឹងក៏បានហើយកង់ដែកកង់អីគឺយើងយកក៏បានមិនយកក៏បានពុកម៉ែបងប្អូនយើងដកលុយតាមហ្នឹងបាទមានជាប្រភេទរនាស់វាគឺយើងប្រើជារនាស់ដែកបាទពុកម៉ែបងប្អូនរនាស់ហ្នឹងគឺយើងប្រើជារនាស់ដែកហើយបងប្អូនចង់ដាក់ឈើយើងប្រើជាដែកវេហ្នឹងគឺចាប់ឈើបានបាទពុកម៉ែបងប្អូនបាទតាមតម្រូវការពុកម៉ែបងប្អូនបាទប្រភេទហ្នឹងមួយតម្លៃគឺយើងដូរតាមហ្នឹងដែរពុកម៉ែបងប្អូនប្រភេទលេខភេទអីហ្នឹងគឺយើងបិទ sticker លើហ្នឹងបាទលេនអាយ៉ែលេខ1លេខ2លេខ3ពុកម៉ែបងប្អូនហើយប្រភេទខ្សែពៀនអូសខ្លួនហ្នឹងគឺយើងអូសខ្សែពៀន2បាទពុកម៉ែបងប្អូនចំហៀងយើងអូសខ្សែពៀនបាញ់ថ្នាំគឺយើងដាក់កដាលបាទពុកម៉ែបងប្អូនបាទខ្ញុំបាទអត់មានអីច្រើនទេពុកម៉ែបងប្អូនសូមអរគុណនិងសូមគោរពលា